នឹងនាំយករឿងលោកកធឿមកជាគ្រងតែនឹងនាំយករឿងផ្សេងដែលជាប់តាក់ទងគ្នាមកអធិប្បាយរួមជាមួយគ្នាខ្លះផងគឺយើងដើរទៅតាមក្រងលោកកធឿតែមិនដើរឲ្យត្រង់ភ្លឹងតែម្ដងនោះទេគឺអាចនឹងចូលរឿងនេះខ្លះរឿងនោះខ្លះតាមដែលយល់ឃើញថាគួរនឹងអនុវត្តទៅបានតែនឹងមកនៅក្នុងរូបណារស់ណារបៀបណាមេត្តាតាមតទៅពាក្យថាលោកកធឿប្រែយ៉ាងអ្នកបាលីថាធឿប្រចាំលោកតែប្រែយ៉ាងនេះនាំឲ្យយល់ឃើញថាសំដៅដល់ខបដិបត្តិប្រចាំលោកឬធម្មនុញ្ញលោកឬក៏ប្រហែលទៅនឹងច្បាប់របស់អង្គការសហប្រជាជាតិនោះឯងបើប្រែយ៉ាងនេះអាចធ្វើឲ្យខូចចិត្តខុសហើយទាំងមិនសូវច្បាស់នៅសេចក្តីផងពាក្យថាធឿដែលមានមកនៅក្នុងគម្ពីរសាសនានោះប្រើសំដៅបានយ៉ាងច្រើនយ៉ាងតាមដែលរឿងដែលបានសម្ដែងដល់នោះតែពាក្យថាធឿនៅក្នុងទីនេះនាងខ្ញុំសូមប្រែឲ្យងាយស្ដាប់ថារឿងរបស់លោកដែលយល់ថាក្បែរឬក៏ចិត្តគោលដៅជាងពាក្យប្រែដតីទៀតដែលនឹងមកដល់តាមដែលថារឿងរបស់លោកនោះគឺជារឿងរបស់ពលលោកជារឿងដែលមាននៅក្នុងលោកជាស្រេចទៅហើយជារបស់ប្រចាំលោកលុះដល់យើងកើតមកនៅក្នុងលោកក៏បានជួបនៅរឿងរបស់លោកតែលោកអ្នកស្ដាប់ខ្លះមិនសូវយល់ដូច្នេះនាងខ្ញុំសូមប្រៀបធៀបជូនគឺបើយើងចុះទៅក្នុងទន្លេយើងក៏ត្រូវរលកបោកប៉ះជ្រៀកតែរឿងរលកនោះគឺជារឿងរបស់ទន្លេទេមិនមែនជារឿងរបស់យើងទេយើងចុះទៅក៏មានរលកយើងមិនចុះទៅក៏មានរលកពីព្រោះជារឿងរបស់ទន្លេវាត្រូវតែមានរលកយ៉ាងនេះឯងការដែលយើងកើតមកនៅក្នុងโลกនេះក៏ដូចជាមនុស្សចុះទៅក្នុងទឹកទន្លេយ៉ាងនោះដែរគឺការបើកើតមកនៅក្នុងโลกនេះហើយគឺត្រូវតែជួបរឿងរបស់លោកពីព្រោះរឿងរបស់លោកវាមាននៅយ៉ាងនេះជានិច្ចរឿងរបស់លោកយ៉ាងនេះទើបហៅថាលោកធឿខុសឬក៏ត្រូវសូមផ្ញើមួយពិចារណាផងវត្ថុគ្រប់យ៉ាងមានរឿងរបស់វាប្រចាំជាស្រេចទៅហើយដូចរឿងរបស់ព្រៃរឿងរបស់វាលស្រែរឿងរបស់ភ្នំរឿងរបស់ពិភពលោកជាដើមចំណែកយើងក៏មានរឿងរបស់យើងផ្សេងទៅដោយឡែកកាលបើចូលទៅក្នុងព្រៃយើងក៏បានជួបនឹងរឿងរបស់ព្រៃដូចជាសត្វយំមានដើមឈើមែកឈើនិងវើផ្សេងដេកដាស់ពាសពេញទាំងព្រៃស្មោសានបើចុះទៅក្នុងទឹកក៏បានជួបនឹងរឿងរបស់ទឹកមានដូចជាទឹកមានភក់មានត្រីជាដើមបើឡើងទៅលើភ្នំក៏បានជួបនឹងរឿងរបស់ភ្នំមានដូចជាគ្រួមានថ្មខ្ពស់ខ្លះទៀបខ្លះបើចូលទៅដល់វាលស្រែក៏បានជួបនឹងរឿងវាលស្រែដូចជាបានជួបនឹងវាលល្វឹងល្វើយធំធេងមិនគោក្របីមានស្រូវមានភ្លឺស្រែមានស្មៅដុះខៀវខ្ចីទូទៅជាដើមទោះបីជាយើងកើតមកនៅក្នុងโลกនេះក៏តាមជួបនឹងរឿងរបស់លោកដែលនឹងនិយាយដូចតទៅរឿងដែលសំខាន់គឺថាបើកាលណាដែលយើងជួបរឿងអ្វីយើងក៏ត្រូវតែសម្លឹងពិនិត្យវែកញែកឲ្យបានជាក់ច្បាស់មេត្តាជ្រាបថាមនុស្សយើងដែលមានទុកច្រើនណាស់នោះភាគច្រើនគឺការទុកតែពីរឿងរបស់គេទៅប្រមូលយកមកធ្វើជាទុកនៅក្នុងចិត្តរបស់ខ្លួនបញ្ហារឿងលោកធឿក៏ដូចគ្នាដែរខសំខាន់បើយើងបាននឹកទុកជានិច្ចថាវាជារឿងរបស់លោកគេទេទុកផ្សេងក៏សន្សំរលាយបាត់ទៅឯងម្យ៉ាងទៀតពាក្យថាលោកធឿគ្រប់លោកនោះនិយាយឲ្យត្រឹមត្រូវទៅភាគច្រើនគឺជារឿងរបស់មនុស្សដើម្បីឲ្យចូលចិត្តងាយយល់នៅក្នុងអត្ថន័យនេះនាងខ្ញុំសូមវិញ្ញាជូនដូចតទៅនេះគឺលោកដែលយើងអាស្រ័យនៅនាសប្តាហ៍ថ្ងៃនេះមានភាគប្រកបធំពីរភាគគឺភាគទី1បានដល់វត្ថុភាគទី2បានដល់សត្វចំពោះភាគទី2ចែកចេញជាពីរពួកទៀតគឺពួកដេរិឆាននិងពួកមនុស្សសូមអធិប្បាយភាគទី1សិនវត្ថុសំដៅដល់វត្ថុទាំងអស់ដែលមាននៅក្នុងโลกនេះដូចជាដីទឹកអាកាសខ្យល់ភ្លើងដើមឈើតុកៅអីនិងដតីដែលជាទីវត្ថុសុទ្ធសាធគឺដែលមិនមានសេចក្តីនឹកគិតស្ថិតនៅខាងក្នុងខ្លួនចំណែកសត្វសំដៅដល់សត្វគ្រប់ចម្ពោះទាំងសត្វទឹកសត្វគោកជាអាចគឺសេះពស់ជ្រូកគោក្របីដំរីនិងត្រីរួមទាំងមនុស្សផងពួកសត្វទាំងអស់នេះរួមគ្នាហៅថាសត្វលោកប្រិមិត្តអ្នកស្ដាប់ទាំងឡាយសេចក្តីផ្សេងគ្នារវាងសត្វលោកមួយពួកវេលាធំធាត់ចម្រើនវ័យរាងកាយក៏ធំធាត់ដោយទទឹងគឺដងខ្លួនរបស់វាធំរីកចម្រើនទៅទទឹងផ្ទៃលោកភាសាបាលីហៅថាដេរិឆានចម្រើនធំទៅទទឹងដូចជាដំរីសេះគោក្របីជ្រូកត្រីស្វាជាដើមសត្វចម្ពោះនេះចម្រើនធំធាត់ទៅទទឹងលោកទាំងអស់ចំណែកសត្វលោកមួយចម្ពោះទៀតវេលាចម្រើនធំធាត់ឡើងរាងកាយភាគច្រើនពង្រីកទៅដោយកម្ពស់គឺដកកម្ពស់ពីផ្ទៃលោកទៅហើយហៅថាមនុស្សភាសាបាលីហៅថាមនុស្សសត្វចម្រើនធំធាត់ទៅដោយកម្ពស់ហើយវិធីចម្រើនធំធាត់ផ្សេងគ្នាដូចនេះទើបធ្វើឲ្យកើតនៅការប្រៀបធៀបចាញ់ប្រៀបរវាងមនុស្សនិងដេរិឆានគឺនៅក្នុងចំណុចនៃការប្រើប្រាស់ខួរក្បាល
ដោយទូទៅខួរក្បាលរបស់មនុស្សលោកស្ថិតនៅនឹងលលាក្បាលខួរក្បាលអាចនឹងធ្វើការបានពេញមួយកម្រិតលុះត្រាតែខួរក្បាលនៅក្នុងលំដាប់ខ្ពស់ជាងអវយវៈដទៃទាំងអស់ប៉ុន្តែពួកដេរិឆានវាមានក្បាលនិងដងខ្លួនរបស់វានៅក្នុងរណ្ដាប់ស្មើជាមួយគ្នាទើបខួរក្បាលឲ្យផលិតផលតិចតួចនេះគឺជាវត្ថុឡើងព័ទ្ធម្យ៉ាងដែលជាវិធីមួយធ្វើឲ្យចិត្តរបស់វាគិតអ្វីមិនបានជ្រះស្រឡះស៊ូនឹងមនុស្សយើងមិនបានទាំងនេះពីព្រោះខួរក្បាលរបស់មនុស្សនៅក្នុងឋានៈខ្ពស់ជាងអវយវៈដទៃទាំងអស់មនុស្សយើងភាគច្រើនបាននឹងប្រើសេចក្តីគិតឲ្យបានជាប្រយោជន៍ពេញទីក៏ព្រោះតែពេលដែលខួរក្បាលតាំងនៅខ្ពស់ជាងដងខ្លួនតែប៉ុណ្ណោះតាមគោលចិត្តសាស្ត្រដូចនៅក្នុងខណៈអង្គុយឈរនិងដើរបើដាក់ក្បាលឲ្យនៅស្មើនឹងកណ្ដាប់ជាមួយនឹងរាងកាយហើយនោះខួរក្បាលក៏ប្រើការបានតិចតួចណាស់ដូចជាពេលដេកបើនឹងការគិតអ្វីដែលសំខាន់មិនសូវជាបានផលទេបន្តិចក៏លក់តាមដែលមានមនុស្សជាច្រើនចូលចិត្តនិយាយថារឿងនេះខ្ញុំបានអង្គុយគិតដេកគិតទៅហើយតែតាមការពិតមានតែអង្គុយគិតតែប៉ុណ្ណោះទើបបានលទ្ធផលវេលាដេកក៏ដេកលក់មិនមែនដេកគិតទេបើទោះបីជាមនុស្សដែលដេកគិតទោះបីជាមនុស្សដែលដេកមិនលក់ពិតសេចក្តីគិតក៏ច្រើនតែជារឿងរវើរវាយវិលវល់មិនបានការដោយភាគច្រើនហេតុដូច្នេះហើយបានជានៅក្នុងបន្ទប់រៀននិងមន្ទីរធ្វើការផ្សេងទូទៅគេទៅនិយមអង្គុយរៀនអង្គុយធ្វើការទាំងអស់នាងខ្ញុំមិនដែលឃើញក្រសួងណាដែលមានបុគ្គលិករបស់រដ្ឋដេកធ្វើការនោះទេការចម្រើនធំធាត់នៃរាងកាយរវាងមនុស្សនិងសត្វដេរិឆានវាឲ្យលទ្ធផលផ្សេងគ្នាដូចនេះសូម្បីតែក្នុងពួកដេរិឆានដូចគ្នាពួកដេរិឆានណាដែលអាចលើកក្បាលឲ្យខ្ពស់ជាងដងខ្លួនបានច្រើនដូចជាពួកស្វាឆ្កែសេះជាដើមក៏មានគំនិតឆ្លៀសវៃល្អជាងពួកដែលមានក្បាលទាបជាងដងខ្លួនមនុស្សយើងនេះទោះបីតែធម្មជាតិបានផ្ដល់ឲ្យច្រើនណាស់ក៏ដោយបើសិនជានរណាជិបខ្ជិលច្រអូខ្នងវែងដេកច្រើនបណ្ដោយឲ្យខួរក្បាលគឺស្ពឹកស្រពន់ដោយមិនប្រើការឲ្យកើតជាប្រយោជន៍ហើយនោះខួរក្បាលក៏អាចនឹងរិចរិលទៅបានដោយងាយនោះដែរចំណែកអ្នកដែលជាប់ជំពាក់នឹងលោកការដែលមនុស្សនឹងពួកដេរិឆានហៅថាសត្វលោកនោះព្រោះហេតុអ្វីគួរតែអធិប្បាយឲ្យឃើញពីហេតុផលទុកខ្លះដើម្បីការពារចូលចិត្តខុសពាក្យថាសត្វនៅក្នុងភាសាខ្មែរយើងច្រើនតែយល់ថាជាពាក្យថោកទាបអាចប្រើជាពាក្យជេរគ្នាក៏បានទាំងនេះនាងខ្ញុំយល់ឃើញថាព្រោះពាក្យនេះគឺជាឈ្មោះរួមរវាងមនុស្សនិងដេរិឆាននោះឯងកាលបើយើងជិះជាន់ដេរិឆានហើយពាក្យដែលជាឈ្មោះប្រើរួមគ្នាក៏ធ្វើឲ្យត្រូវជិះជាន់ទៅទៀតតាមការពិតពាក្យថាសត្វនេះគឺជាស័ព្ទបាលីមួយនៅក្នុងព្រះពុទ្ធសាសនាដែលគួរតែសិក្សាឲ្យដឹងច្បាស់ពាក្យថាសត្វប្រែថាជាប់ជំពាក់គឺជឿមឬក៏តេតិនពាក្យថាសត្វលោកប្រែត្រង់ថាអ្នកជាប់ជំពាក់នឹងលោកដែលថាជាប់ជំពាក់នឹងលោកនោះគឺជាប់ជំពាក់រួមទាំងមនុស្សនិងដេរិឆានទើបត្រូវហៅថាសត្វលោកដូចគ្នាតែប៉ុណ្ណេះក៏មិនឃើញនឹងគួររង្គៀសពាក្យថាសត្វអ្វីណាទេមនុស្សដែលជេរប្រតិចផ្ដាសាគេថាជាសត្វនោះខ្លួនគេអ្នកជេរនោះឯងក៏ជាសត្វដូចអ្នកត្រូវជេរដែរពាក្យថាជាប់ជំពាក់នោះតើជាប់ជំពាក់ពិតឬតបថាជាប់ជំពាក់ពិតមែនមនុស្សនិងដេរិឆានមានធាតុប្រកបសំឡើងនៅក្នុងខ្លួនដូចគ្នាម្យ៉ាងគឺមានកាយនិងចិត្តដូចគ្នាហើយដែលថាជាប់ជំពាក់លោកនេះក៏ជាប់ជំពាក់ទាំងកាយនិងចិត្តដូចគ្នាទាំងនេះគឺជារឿងរបស់មនុស្សសាមញ្ញគឺមនុស្សធម្មតាចំណែកលោកដែលផុតចាកលោកទាំងនេះទៅហើយនោះมันបាននាំមកនិយាយនៅក្នុងទីនេះទេរាងកាយរបស់សត្វជារបស់ផ្សំតែងឡើងពីវត្ថុផ្សេងរបស់លោកគឺសាច់ស្បែកនិងឆ្អឹងជាដើមទាំងនេះតាំងពីក្បាលចុះមកដល់បាតជើងត្រូវផ្សំតែឯងឡើងពីវត្ថុធាតុរបស់លោកទាំងអស់มันអាចមានអវយវៈផ្នែកណាមួយដែលបានមកពីវត្ថុខាងក្រៅលោកនោះឡើយកាលបើកើតជារាងកាយហើយអាចនឹងនៅគង់វង្សបានឬអាចនឹងធំធាត់ឡើងតទៅក៏ត្រូវរកវត្ថុធាតុរបស់លោកមកចិញ្ចឹមឲ្យធំធាត់និងឲ្យរស់រានមានជីវិតតទៅមេត្តាគិតមើលដោយខ្លួនឯងក៏ឃើញទឹកដែលយើងផឹកបាយដែលយើងទទួលទានអាកាសដែលយើងដកដង្ហើមរហូតដល់សាច់សត្វនិងបន្លែផ្សេងគឺជាវត្ថុរបស់ទាំងអស់នេះដែលថាត្រូវចិញ្ចឹមដោយវត្ថុរបស់លោកនោះក៏ដូចជាសត្វមកពីទឹកនិងចិញ្ចឹមក៏ត្រូវតែចិញ្ចឹមដោយទឹកទន្សាយមកពីព្រៃបើនឹងចិញ្ចឹមក៏ត្រូវចិញ្ចឹមដោយស្មៅឬក៏ស្លឹកឈើដែលជារបស់មាននៅក្នុងព្រៃតទៅនេះនឹងពោលដល់ចិត្តក៏ដូចគ្នាដែរបើសន្មតថាយើងលែងសត្វទាំងពីរនេះឲ្យវាជ្រើសរើសយកតាមចិត្តស្ម័គ្ររបស់វាតើនឹងទៅជាយ៉ាងណាចៅត្រីក៏តោងចុះទៅក្នុងទឹកដែលជាទីលំនៅដើមរបស់វាហើយក៏គង់មិនសមចូលព្រៃជាដាច់ខាតចំណែកឯចៅទន្សាយក៏តោងស្ម័គ្រចិត្តចូលព្រៃដែលជាលំនៅរបស់វាដូចគ្នាការដែលទន្សាយនឹងសុំស្ម័គ្រចូលទៅមួយហែលទឹកលេងនោះតោងមិនមែនជាដាច់ខាតដូច្នេះយើងហៅត្រីថាជាអ្នកជាប់ទឹកហៅទន្សាយថាជាអ្នកជាប់ព្រៃដូច្នេះក៏បាន
រឿងរាងកាយរបស់មនុស្សនិងដេរិឆានជាប់ជំពាក់នឹងលោកដោយគ្នាដែរគឺរាងកាយគឺជារបស់ដែលបានមកពីវត្ថុរបស់លោកហើយក៏ចិញ្ចឹមដោយវត្ថុរបស់លោករឿងដែលពិតប្រាកដបំផុតនោះមានម្យ៉ាងទៀតគឺនៅទីបំផុតការចិញ្ចឹមតទៅទៀតមិនបានហើយគឺស្លាប់ក៏ត្រូវតែបញ្ជូនរាងកាយនេះឲ្យទៅលោកគេវិញមិនដែលមាននរណានាំផ្នែកមួយនៃរាងកាយនេះទៅក្រៅលោកនោះឡើយរាងកាយរបស់មនុស្សនិងដេរិឆាននៅជាប់ជំពាក់នៅនឹងលោកយ៉ាងនេះឯងនេះហើយគឺជាហេតុដែលធ្វើឲ្យមនុស្សនិងដេរិឆានត្រូវហៅថាសត្វលោកតទៅនេះនឹងនិយាយអំពីផ្លូវចិត្តរបស់មនុស្សនិងដេរិឆានជាប់ជំពាក់នៅក្នុងលោកដូចគ្នាដែរគឺចិត្តមានសេចក្តីស្រាបស្រាលត្រេកត្រអាលទៅនឹងលោកដូចគ្នានិយាយងាយគឺចូលចិត្តលោកស្រឡាញ់លោកអាហារដែលចូលចិត្តឬត្រូវការក៏ជារបស់លោកផ្ទះសម្បែងដែលចូលចិត្តស្រឡាញ់ក៏ជារបស់លោកសម្ពត់អាវស្បៃសម្រាប់ស្លៀកពាក់ក៏ជារបស់លោកចិញ្ចៀនមាសបន្តោងពេជ្រដែលគេរាប់អានណាស់នោះក៏ជារបស់លោកវាបានសេចក្តីថាចិត្តរបស់មនុស្សនិងដេរិឆាននៅចូលចិត្តលោកសូម្បីតែស្លាប់ទៅហើយក៏នឹងកើតថ្មីទៀតក៏នៅប្រាថ្នាឲ្យកើតនៅក្នុងលោកបើទោះបីនឹងអាងថាចង់ទៅកើតជាទេវតាព្រះអិនព្រះព្រហ្មក៏ដោយក៏គង់មិនផុតពីលោកនេះដែរជាពិសេសជាងនេះទៅទៀតចិត្តរបស់មនុស្សយើងនៅចង់បានវត្ថុរបស់លោកដូចជាមាសពេជ្រប្រាក់ស្រែចម្ការផ្ទះសម្បែងមកជាសម្បត្តិរបស់ខ្លួនកាលបើបានវត្ថុរបស់លោកមកនៅក្នុងការគ្រប់គ្រងរបស់ខ្លួនច្រើនហើយនោះក៏អាស្រ័យវត្ថុទាំងនោះជាគ្រឿងវាស់សេចក្តីស្ដុកស្ដំជាគ្រឿងអួតនៅសេចក្តីដែលមានមុខមាត់និងមនុស្សលោកផងគ្នារហូតដល់ចង់បានជាធំជាអ្នកសម្បើមចង់គ្រប់គ្រងលោកចង់មានអំណាចនៅលើលោកទាំងមូលដូចគ្នាកាលបើសេចក្តីចង់របស់ចិត្តវាជាប់ជំពាក់ទៅនឹងលោកក៏ហៅថាចិត្តជាប់ជំពាក់លោកវាបានសេចក្តីថាកាយនិងចិត្តរបស់មនុស្សនិងដេរិឆាននៅជាប់ជំពាក់នឹងលោកយ៉ាងពេញកម្រិតតែម្ដងដូច្នេះលោកទើបតាំងឈ្មោះរួមគ្នាថាពួកសត្វលោកក៏យល់ឃើញថាសំរុំត្រឹមត្រូវល្អណាស់ហើយប្រិយមិត្តអ្នកស្ដាប់ជាទីគោរពរឿងលោកធឿនេះមានការប្រព្រឹត្តទៅយ៉ាងទូលំទូលាយវែងឆ្ងាយណាស់មុននឹងរៀនលោកធឿច្រើនតែនឹកគិតថាខ្លួនយើងនេះធំជាងលោកតែដល់រៀនលោកធឿបានយល់ជ្រៅជ្រះល្អហើយទើបដឹងថាលោកនេះវាធំជាងខ្លួនយើងនេះទើបតែនឹងចូលនៅក្នុងរឿងលោកធឿប៉ុណ្ណោះឯងខ្លួនយើងក៏ដូចជារឹតតែតូចទៅហើយទំរំតែស្ដាប់ចប់កលវិធីរំដោះទុកនេះក៏គង់តូចទៅជាច្រើនហើយបើពិតជាដូច្នេះមែនការរៀបរៀងកលវិធីរំដោះទុកនេះក៏ហុចលទ្ធផលដោយគោលបំណងយ៉ាងពិតប្រាកដសូមជម្រាបថាសេចក្តីទុក្ខរបស់មនុស្សយើងនោះភាគច្រើនវាកើតមកពីសេចក្តីធំរបស់មនុស្សនេះឯងបើអ្នកដទៃគេឃើញថាយើងធំក៏មិនសូវជាអ្វីទេខសំខាន់ខ្លួនយើងនេះឯងយល់ឃើញថាខ្លួនឯងធំនោះវាពិបាកនឹងលៃលោកទុកដាក់ណាស់ព្រោះខណៈដែលយើងយល់ឃើញថាខ្លួនឯងធំនេះយើងក៏យល់ឃើញថាលោកនេះចង្អៀតចង្អល់ហួសហេតុពេកផ្ទះក៏តូចមិនក្រិននឹងដកដង្ហើមបរិវេណផ្ទះក៏ចង្អៀតមិនល្មមនឹងដើរលេងផែនដីក៏ចង្អៀតមិនធន់ល្មមនឹងតម្កល់អំណាចរបស់ខ្លួនអ្នកដែលនឹងបដិបត្តិឲ្យត្រូវចិត្តក៏រកពិបាកនាំឲ្យរឹតតែការទុកធំណាស់ទៅទៀតទុកព្រោះតែវាធំហួសហេតុពេកជួនកាលនៅក្នុងតំបន់ជាមួយគ្នាមានធំដូចគ្នាជាច្រើនអ្នកជាហេតុនាំឲ្យប្រណាំងប្រជែងវ័យតែគ្នាឯងខ្ទេចខ្ទីទៅក៏មានមើលតែយួននឹងលាវសប្តាហ៍ថ្ងៃនេះកំពុងតែប្រណាំងប្រជែងដណ្ដើមគ្នាធំដូចជាលោកអ្នកដែលបានជ្រាបមកហើយនោះប្រិយមិត្តអ្នកស្ដាប់ជាទីគោរពចូលដល់វិធីរំដោះទុក្ខរឿងលៀមដោយទូទៅមនុស្សយើងនេះកាលបើមិនយល់មិនចូលចិត្តនៅក្នុងរឿងបានលៀបឬក៏បាត់លៀបហើយក៏អាចនឹងកើតទុក្ខតោមនុស្សអស់មួយជីវិតក៏មានកាលបើលៀបមិនមកក៏មានទុក្ខថាកាលណាលៀបនឹងមកកាលបើលៀបមកហើយក៏មានទុក្ខព្រោះខ្លាចលៀបនោះនឹងវិនិច្ឆ័យបាត់ទៅកាលបើលៀបវិនិច្ឆ័យបាត់ទៅហើយក៏មានទុក្ខថាមិនគួរនឹងវិនិច្ឆ័យបាត់ទៅសោះហើយនៅមានទុក្ខជ្រៀតជ្រែកម្យ៉ាងទៀតគឺទុក្ខព្រោះតែមិនពេញចិត្តមិនត្រូវចិត្តនៅក្នុងលៀបរបស់ខ្លួននោះតទៅនេះនាងខ្ញុំនឹងនាំយកកលវិធីរំដោះទុក្ខនៅក្នុងការបាត់លៀបមកអធិប្បាយជូនដល់លោកអ្នកស្ដាប់ដូចតទៅនេះកលវិធីទី1ចូលទទួលដឹងផ្លូវរបស់លៀបបានសេចក្តីថាយើងត្រូវតែទទួលដឹងការអនុវត្តតទៅនៃវត្ថុដតីខ្លះមិនមែនទទួលដឹងចំពោះតែសេចក្តីត្រូវការរបស់ខ្លួនឯងតែប៉ុណ្ណោះទេវត្ថុទាំងឡាយដែលវានឹងមកជាលៀបឲ្យយើងនោះទោះបីជាប្រាក់ជាមាសជាសម្ពត់អាវស្បៃនិងរបស់របរប្រើប្រាស់ខ្សែកចិញ្ចៀនពេជ្រគូក្រងរហូតដល់សាច់ញាតិនិងរបស់របរគ្រប់បែបយ៉ាងដែលយើងត្រូវការរបស់ទាំងអស់នេះតែងតែមានហេតុផលនៅក្នុងខ្លួនរបស់វាឬក៏មានការអនុវត្តទៅដែលมันអាចនឹងជៀសវាងបាននៅក្នុងខ្លួនរបស់វាស្រេចទៅហើយប៉ុន្តែពួកយើងមិនព្រមទទួលស្គាល់ហេតុផលរបស់វាយើងយកតែសេចក្តីត្រូវការរបស់ខ្លួនឯងជាគោលជាធំ
ឬស្រេចតែក្បាលចិត្តរបស់ខ្លួនវាក៏កើតទុកដូចជាស្រីចាញ់កូនចង់ទទួលទានស្វាយជូជូនៅក្នុងរដូវដែលស្វាយមិនមានផ្លែគឺខែអាសត់ខែកដឹកគេមិនព្រមទទួលដឹងថាស្វាយមួយផ្លែដែលនឹងមកដល់មាត់ដល់ពោះរបស់ខ្លួននោះតើវានឹងត្រូវប្រើប្រាស់ពេលវេលាអស់ប៉ុន្មានតោងមានវត្ថុឡើងពិតរបស់វាយ៉ាងម៉េចខ្លះហើយទាំងតោងអាស្រ័យរដូវកាលនិងអាកាសធាតុយ៉ាងម៉េចខ្លះជាដើមដូច្នេះស្ត្រីចាញ់កូនគេមិនព្រមទទួលដឹងអ្វីទាំងអស់ដឹងតែម្យ៉ាងនោះគឺចង់ទទួលទានតែប៉ុណ្ណោះទុកយ៉ាងនេះក៏ព្រោះតែយើងមិនព្រមទទួលស្គាល់រឿងរបស់គេការដែលយើងចង់បាននេះចង់បាននោះក៏ដូចគ្នាដែរបើសិនតទៅយើងហាត់អប់រំខ្លួនឯងឲ្យចេះទទួលដឹងរឿងទៅរឿងមករបស់អ្នកដទៃឬក៏វត្ថុដទៃផងយើងក៏នឹងអាចធូរស្រាលសប្បាយចិត្តឡើងជាច្រើនមិនមែនចេះតែអំពុលចេះតែអង្គុយសំកប់តោមនុស្សយំស្រែកខ្ញុំចង់បានរបស់ខ្ញុំទេដូចជាទារកមិនដឹងក្តីនោះទេវិធីវឹកហាត់គឺហាត់ស្រាវជ្រាវចូលទៅឲ្យដឹងថារបស់ដែលយើងកំពុងតែត្រូវការនោះតើវានឹងមកដល់យើងបានដោយវិធីណាដើរផ្លូវណាហើយប្រកបដោយវត្ថុឡើងពិតយ៉ាងណាការហាត់គិតយ៉ាងនេះនឹងធ្វើឲ្យសេចក្តីទុកនៅក្នុងរឿងដែលថាកាលណាលៀបនឹងមកនោះបានធូរស្បើយទៅជាច្រើនចំណែកកលវិធីទី2ចូលចាត់សេចក្តីត្រូវការឲ្យបានស្របគ្នាសេចក្តីសម្រេចនៅក្នុងការបានលៀបនិងការឡើងបានក៏ព្រោះតែសេចក្តីស្របគ្នាត្រូវគ្នារបស់ទាំងពីរផ្នែកនោះគឺសេចក្តីត្រូវការរបស់យើងផងនិងវត្ថុដែលយើងត្រូវការនោះផងវាត្រូវកើតមកបានសមរម្យនឹងគ្នាសមសួននឹងគ្នាសមល្មមគ្នាដូចត្រូវការទឹកបានទឹកត្រូវការបាយបានបាយត្រូវការប្រាក់បានប្រាក់ត្រូវការមាសបានមាសជាដើមយ៉ាងនេះហៅថាសមសួនគ្នាឬក៏ស្របគ្នាពិតៗបើបានសមសួនគ្នាឬក៏ស្របគ្នាយ៉ាងនេះក៏គ្មានអ្នកណាទុកទេតែថាដែលការទុកនោះក៏នៅត្រង់ដែលវាមិនស្របគ្នាដូចជាត្រូវការវែងបានខ្លីត្រូវការសបានខ្មៅត្រូវការត្រជាក់បានក្តៅជាដើមវិធីរំដោះទុកគឺចាត់ផ្នែកទាំងពីរនេះឲ្យវាស្របกืបគួរគ្នាវិធីដែលយើងចាត់នោះក៏មានជាពីរវិធីដែរគឺចាត់សេចក្តីត្រូវការរបស់យើងឲ្យបានស្របគ្នានឹងវត្ថុដែលបានឬក៏ចាត់វត្ថុដែលបានឲ្យស្របគ្នាទៅនឹងសេចក្តីត្រូវការរបស់យើងយ៉ាងណាមួយឬក៏ទាំងពីរយ៉ាងណាក៏បានស្រេចតែលោកអ្នកឃើញថាគួរនឹងចាត់ត្រង់ណានៅក្នុងចំណុចទាំងពីរនេះបើនៅសម្រេចចិត្តមិនទាន់បានទេមេត្តាអាននិងពិនិត្យពិចារណាបន្តទៅបន្តិចទៀតវត្ថុបំណងដែលយើងត្រូវការនោះដូចជាគ្របចាននៅក្នុងផ្ទៃផ្សារដូច្នេះយើងខ្វល់តែចានដោយមិនបានស៊ើបអង្កេតឲ្យដឹងថាអ្វីជាអ្វីហើយក៏តែខឹងនឹងផ្ទៃផ្សារថាមិនមានគ្របបាតចានឲ្យលក់វាមិនត្រូវឬក៏មិនមែនវិធីកែមិនមានចំណុចណាដែលស្រួលដូចជាយើងកែនៅសេចក្តីត្រូវការរបស់យើងនោះទេពីព្រោះជាវត្ថុដែលយើងបានសាងឡើងមកដោយខ្លួនឯងចំណែកវត្ថុដែលយើងត្រូវការនោះអ្នកដទៃគេជាអ្នកសាងឡើងហើយក៏មានច្រើនរយច្រើនពាន់ទៀតផងដូចយើងត្រូវការកូនកន្សែងជូតមុខមួយគ្រាន់តែ1នាទីក៏ត្រូវការបានសម្រេចទៅហើយប៉ុន្តែកូនកន្សែងជូតមុខមួយដែលនឹងមកស្នងនៅសេចក្តីត្រូវការឲ្យយើងនោះមេត្តាគិតទៅមើលថាតាំងពីវាជាសរសៃអំបោះតម្រាំនឹងមកដល់ដៃយើងតើវានឹងត្រូវពឹងមនុស្សប៉ុន្មានអ្នកឲ្យធ្វើជាងល្វីអំបោះជាងហូតអំបោះជាងត្បាញជាងជ្រលក់ជាងកាត់ជាងដេរហើយនៅមានពួកនៅលើកជញ្ជូនពួករើពួកសែងស្ទើរតែដល់100ពាន់អ្នកទៅហើយនេះគឺពួកអ្នកដែលស្នងសេចក្តីត្រូវការឲ្យយើងគ្រាន់តែកូនកន្សែងជូតមុខតូចមួយតែប៉ុណ្ណោះលោកអ្នកសាគិតលោមើលទាំងអស់ខ្លួនលោកត្រឹមតែក្នុងខណៈនេះចុះរបស់របរប្រើប្រាស់ផ្សេងតោងប្រើមនុស្សធ្វើនិងទទួលបរិការចាត់ចែងឲ្យបានបើទោះបីជាយ៉ាងណាក៏ដោយវេលានេះអ្នកផលិតវត្ថុទូទៅបានលបឿនទៅមុខច្រើនណាស់ទាំងនេះក៏ដើម្បីកម្ចាត់នៅបញ្ហាផ្សេងឲ្យអស់ទៅជាងគំនូរផ្ទះមុនពេលដែលគេនឹងគិតគូរប្លង់ផ្ទះចាស់របស់គេក៏គិតថាវត្ថុសម្រាប់ការកសាងយ៉ាងណាដែលនឹងមានលក់នៅក្នុងផ្ទៃផ្សារទូទៅមានឬក៏មិនមានប៉ុន្មានថោកឬក៏ថ្លៃយ៉ាងណាយ៉ាងនេះជាដើមហើយគេក៏គិតគូរប្លង់ផ្ទះឲ្យស្របទៅតាមវត្ថុដែលនឹងរកបាននឹងធ្វើតែប៉ុណ្ណោះមិនមែនចេះតែធ្វើថ្មិចភ្នែកគូសសរមួយដើមឲ្យខ្ពស់ដល់ត្រឹម1គីឡូម៉ែត្រដោយប្រើតែឈើមួយដើមនោះទេឬក៏អ្នកជួលធ្វើផ្ទះមានប្រាក់ត្រឹមតែ10000រៀលតែអ្នកគូប្លង់ផ្ទះខំគូឲ្យធំប៉ុនព្រះបរមរាជវាំងនោះទេសូម្បីតែអ្នកគូប្លង់ឡានដែលប្រើប្រាស់ជាសត្វពាហនៈសប្តាហ៍ថ្ងៃនេះក៏គេគិតដល់ຂະຫນាតថ្នល់គិតដល់ຂະຫນាតបរិវេណផ្ទះគិតដល់រោងទុកឡានឬក៏អ្នកគូប្លង់ធ្វើកប៉ាល់គេក៏នឹងនឹកដល់ព្រែកដល់ស្ទឹងដល់ទន្លេដល់សមុទ្រហើយនឹងកំពង់ផែសម្រាប់ចតនោះដែរប៉ុន្តែអ្នកគូប្លង់រកលៀបដូចនេះនៅមិនទាន់សម័យសោះមិនដឹងជានៅតាក់ទិនដោយរឿងអ្វីទេគឺចូលចិត្តថ្មិចភ្នែកសាងសេចក្តីត្រូវការឲ្យវាធំមហោឡារិក
គឺធំទៅតែអ្នកណាក៏ស្នងឲ្យមិនបានហើយក៏អង្គុយការទុកព្រោះនឹកដល់របស់ស្នងឲ្យមិនបានទាំងដែលនៅការទុកនៅក្នុងការដែរនឹករកទីតម្កល់ទុកនៅសេចក្តីត្រូវការរបស់ខ្លួនឯងនោះថែមទៀតចំណែកកលវិធីទី3ចូលមានសេចក្តីពេញចិត្តរឿងសេចក្តីពេញចិត្តនេះសំខាន់ណាស់បើចេះពេញចិត្តក៏សុខបើមិនចេះពេញចិត្តក៏ទុក្ខមនុស្សយើងច្រើនតែធ្វើអ្វីខុសមិនមែនតិចតួចនៅឡើយនៅក្នុងរឿងនេះក៏គឺចេះពេញចិត្តនៅក្នុងវត្ថុដែលខ្លួនបានប៉ុន្តែអំពុលទៅពេញចិត្តនៅក្នុងវត្ថុដែលខ្លួនមិនបានមើលងាយវត្ថុដែលខ្លួនបានហើយទៅត្រេកត្រអាលនៅរបស់អ្នកដទៃសំទោសមនុស្សប្រភេទនេះចូលទំនងដែលថាទ្រព្យរបស់ខ្លួនមិនស្រឡាញ់បែរទៅស្រឡាញ់តែទ្រព្យរបស់អ្នកដទៃវាក៏កើតទុកប្រិមិត្តអ្នកស្ដាប់អាចនឹងធ្លាប់ឃើញមកខ្លះហើយគឺមនុស្សដែលទៅនិយមត្រេកត្រអាលនៅក្នុងជីវភាពរបស់អ្នកដទៃហើយមើលងាយជីវភាពរបស់ខ្លួនឯងថាជាមនុស្សថោកទាបភើបសំណាងមិនល្អប្រការនោះនៅមានច្រើនណាស់មនុស្សបែបនេះនៅឯណាក៏មិនជួបសុខធ្វើយ៉ាងម៉េចក៏មិនចេះបានសុខព្រោះខ្លួនឯងចេះតែរំកិលសុខទៅទុកឲ្យផុតពីខ្លួនគឺគេការទុកទល់តែស្លាប់មានក៏ទុកគ្មានក៏ទុកនឹងរកថ្ងៃណាកើតសុខមិនបានទល់តែសោះកសាងនៅសេចក្តីសុខដោយវិធីសាងនៅសេចក្តីពេញចិត្តទាំងនេះគឺជាអាចកំបាំងដែលកម្រនឹងធ្វើឲ្យបានដោយម៉ត់ចត់ណាស់តែក៏មិនហួសវិស័យដែលមនុស្សនឹងធ្វើទៅមិនបាននោះទេតទៅនេះសូមប្រិមិត្តសន្សំស្ដាប់ហើយពិចារណាឲ្យម៉ត់ចត់ពាក្យថាពេញចិត្តនោះតើវាបានសេចក្តីយ៉ាងម៉េចសូមជម្រាបថាសេចក្តីពេញវាមាននៅក្នុងចិត្តរបស់ខ្លួនឯងជាផ្ទៃដើមស្រេចទៅហើយចិត្តដែលមានសេចក្តីពេញនៅក្នុងខ្លួននិងចិត្តដែលមានសេចក្តីមិនពេញវាផ្សេងពីគ្នាចិត្តដែលមានសេចក្តីពេញគឺជាចិត្តដែលមានលក្ខណៈត្រជាក់នៅក្នុងផ្ទៃរបស់ខ្លួនវាស្រេចទៅហើយមិនមែនបានលាបហើយទើបត្រជាក់នោះទេលាបដែលបានមកគ្រាន់តែមកបន្ថែមនៅសេចក្តីត្រជាក់ឲ្យរឹតតែច្រើនឡើងប៉ុណ្ណោះឯងបានច្រើនក៏ត្រជាក់បានតិចក៏ត្រជាក់ចំណែកចិត្តដែលមិនមាននៅសេចក្តីពេញមានលក្ខណៈក្តៅជាដើមនៅមុនពេលស្រេចទៅហើយបើមិនបានលាបក៏រឹតតែក្តៅខ្លាំងទៅទៀតសូម្បីតែលាបដែលបានមកនោះក៏គ្រាន់តែមកបន្ធូរនៅសេចក្តីក្តៅឲ្យថយចុះបន្តិចបន្តួចតែប៉ុណ្ណោះតទៅសេចក្តីក្តៅដែលជាផ្ទៃដើមនៅក្នុងចិត្តក៏ដុតលាបនោះឲ្យខ្លោចក្រៀមក្រំរឹតតែខ្លាំងណាស់ទៅទៀតពាក្យថាសេចក្តីពេញនោះគឺសេចក្តីត្រជាក់ដែលជាផ្ទៃដើមនៅក្នុងចិត្តចំណែកសេចក្តីមិនពេញនោះគឺជាសេចក្តីក្តៅដែលជាផ្ទៃដើមនៅក្នុងចិត្តនោះឯងនាងខ្ញុំសូមប្រៀបធៀបឲ្យឃើញចេះច្បាស់ម្ដងទៀតដោយសន្មតថាមានឆ្នាំងពីរជាឆ្នាំងទំនេរនិងទទេឆ្នាំងមួយតាំងនៅទីត្រជាក់សាច់ឆ្នាំងក៏ត្រជាក់ល្ហឹមចំណែកឆ្នាំងមួយទៀតតាំងនៅលើចង្ក្រានដែលមានរងើកភ្លើងឆេះកគុលសាច់ឆ្នាំងក៏ក្តៅហែងឆ្នាំងទាំងពីរនេះមានសភាពដើមស្ថិតនៅក្នុងសាច់នៃខ្លួនរបស់វាស្រេចទៅហើយគឺឆ្នាំងមួយត្រជាក់នៅក្នុងខ្លួនឆ្នាំងមួយទៀតមានក្តៅនៅក្នុងខ្លួនតទៅនេះយើងនឹងពិសោធន៍មើលថាគឺយកទឹកត្រជាក់ដាក់ទៅក្នុងឆ្នាំងទាំងពីរនេះមួយឆ្នាំងមួយកែវតើផលវានឹងកើតផ្សេងគ្នាបានយ៉ាងម៉េចខ្លះឆ្នាំងដែលមានសាច់ត្រជាក់ស្រាប់នៅជាមុនហើយនោះក៏នឹងបានទទួលនៅសេចក្តីសើមត្រជាក់ពីទឹកមួយកែវពេញ 100% បន្ថែមទៅលើសេចក្តីត្រជាក់ដែលមាននៅដើមនោះហើយឲ្យរឹតតែត្រជាក់ណាស់ទៅទៀតចំណែកឆ្នាំងមួយទៀតដែលមានសេចក្តីក្តៅនៅក្នុងសាច់មុនទៅហើយនោះទោះបីជានឹងបានទទួលទឹកមួយកែវចូលទៅទៀតក៏គ្រាន់តែបន្ថយនៅសេចក្តីក្តៅចុះទៅបានបន្តិចបន្តួចប៉ុណ្ណោះតពីនោះវាក៏ប្រើសេចក្តីក្តៅដែលមាននៅដើមនោះហើយដុតនៅទឹកមួយកែវនោះឲ្យក្តៅតទៅទៀតទើបតែរីងស្ងួតទៅអស់ហើយវាក៏ក្តៅតទៅទៀតដោយកាលមុននោះឯងចិត្តរបស់មនុស្សយើងនេះក៏ដូចគ្នាចិត្តដែលមាននៅសេចក្តីពេញស្ថិតនៅក្នុងចិត្តក៏ដូចជាឆ្នាំងដែលមានសេចក្តីត្រជាក់ចិត្តដែលមិនមាននៅសេចក្តីពេញក៏ដូចជាឆ្នាំងដែលមានតែសេចក្តីក្តៅមនុស្សយើងនេះបើបានជាមានចិត្តផុតកប់នៅក្នុងសេចក្តីមិនពេញហើយនោះទោះបីជាបានលៀបមកប៉ុន្មានក៏នៅតែត្រូវការសេចក្តីមិនពេញចិត្តនោះវាដុតរលរៀលឆេះខ្ទេចខ្ទីតើតែបានទាំងនេះក៏ព្រោះតែយើងបានបង្កាត់ភ្លើងទុកនៅជុំវិញខ្លួនទៅហើយក៏មិនមានសង្ឃឹមថានឹងបានស៊ីចុកប្រើប្រាស់របស់របរស្រស់ល្អនោះទេព្រោះវត្ថុគ្រប់យ៉ាងដែលវាឆ្លងកាត់មកនោះទម្រាំនឹងមកដល់ខ្លួនយើងវាក៏ត្រូវឆ្លងកាត់អណ្ដាតភ្លើងមកសិនបើបន្លែក៏ស្លោកបើជាផ្កាក៏ស្រពោនជាសម្ពត់អាវជាស្បៃក៏ខ្លោចក្រៀមព្រោះតែហេតុនិងអំពើដែលខ្លួនបានបង្កាត់ភ្លើងទុកនៅជុំវិញខ្លួនឯងដូច្នោះមនុស្សដែលសាងតែសេចក្តីមិនពេញចិត្តទុកឡំពិតចិត្តរបស់ខ្លួនឯងក៏ដូចគ្នាវត្ថុគ្រប់យ៉ាងដែលបានមកក៏ត្រូវសេចក្តីមិនពេញចិត្តដុតរលតតែអស់ល្អអស់សោភ័ណភាពយោស័កដែលយើងមាននៅទីនេះកាលដែលវាមិនទាន់បានមកជារបស់យើងនោះ
ក៏ដូចជាល្អល្អះវិសេសវិសាលណាស់លុះវាបានមកជារបស់យើងហើយក៏ដូចជាអាប់អួរមិនសូវថ្លៃថ្នូរមិនសូវជាមានយសរបស់អស់លោកនោះក៏មិនបានរថយន្តនេះកាលបើវានៅមិនទាន់ជារបស់យើងនោះទេមើលទៅដូចជាមានរូបរាងសង្ហាសមរម្យល្អមិនតូចមិនធំគ្រាន់តែបានមកជារបស់យើងភ្លាមក៏ដូចជាចាស់កន្ទ្រីកកន្ទ្រក់ស៊ូរថយន្តរបស់លោកនោះក៏មិនបានជាដើមនេះហើយគឺជាសម្បត្តិរបស់មនុស្សដែលបានសាងតែសេចក្តីមិនពេញចិត្តទុកនៅជុំវិញខ្លួនវត្ថុល្អល្អស្អាតស្អាតមិនដែលបានជួបទៅនឹងគេម្ដងណាទេព្រោះគ្រាន់តែរបស់នោះធ្លាក់មកជាកម្មសិទ្ធិរបស់ខ្លួនឯងពិតប្រាកដវាក៏ត្រូវឆ្លងកាត់នៅសេចក្តីមិនពេញចិត្តដុតរលទៅអស់សេចក្តីល្អយោស័ករបស់គេល្អល្អរថយន្តរបស់គេសង្ហាក៏អស់ល្អអស់សង្ហាព្រោះតែសេចក្តីត្រូវការមិនពេញចិត្តវាដុតរលឲ្យខ្ទេចអស់នៅក្នុងខណៈដែលកំពុងឆ្លងកាត់មកជារបស់ខ្លួនយើងនោះនិយាយមកដល់ត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ឲ្យលោកអ្នកស្ដាប់បានឃើញចំណុចរំដោះទុកម្យ៉ាងនោះគឺសាងសេចក្តីពេញចិត្តឡើងនៅក្នុងចិត្តហើយក៏បន្ថយសេចក្តីមិនពេញចិត្តនោះចេញពីដួងចិត្តចោលយោស័ករបស់លោកក៏នឹងល្អឡើងផ្ទះសម្បែងរបស់លោកក៏ជាទីគួរអាស្រ័យរថយន្តរបស់លោកក៏សង្ហាឡើងចូលសាកល្បងមើលបន្តិចលោកអ្នកក៏គង់តែឃើញលទ្ធផលហើយជាមួយគ្នានេះសូមជម្រាបចំពោះលោកអ្នកខ្លះដែលចូលចិត្តយល់ខុសថាការដែលព្រះពុទ្ធជាម្ចាស់ប្រដៅឲ្យមានសណ្ដោសគឺជាសេចក្តីពេញចិត្តឬក៏កើបចិត្តនៅក្នុងវត្ថុដែលខ្លួនមាននៅទីនោះគឺជាការប្រដៅខុសគឺធ្វើឲ្យមនុស្សខ្លះយល់សេចក្តីស្ទុះស្ទាស្រវាស្រទិញនៅក្នុងការកសាងខ្លួនឯងនៅក្នុងការកសាងជាតិជារឿងសណ្ដោងនៅសេចក្តីរីកចម្រើនរបស់ជាតិធ្វើឲ្យជាតិត្រូវដើរថយក្រោយនោះតាមការពិតព្រោះតែហេតុដែលលោកនោះមិនចូលចិត្តមិនយល់ពីគោលដៅរបស់ពាក្យថាសណ្ដោសដោយជាក់ច្បាស់នោះឯងទើបយល់ខុសដោយខាងលើនោះការដែលព្រះពុទ្ធជាម្ចាស់ប្រដៅឲ្យយើងមានសណ្ដោសនោះគឺប្រដៅឲ្យយើងធ្វើខ្លួនជាមនុស្សមានសេចក្តីពេញចិត្តជាដើមទុនទុកនៅក្នុងចិត្តកុំយកតែសេចក្តីមិនពេញចិត្តមកដុតរលបេះដូងខ្លួនឯងហួសហេតុពេកដោយលោកប្រដៅថាកុំបង្កាត់ភ្លើងទុកនៅជុំវិញខ្លួនឯងឡើយវាក្តៅហើយវាធ្វើឲ្យយើងមិនបានស៊ីចុងមិនបានប្រើប្រាស់នៅរបស់របរស្រស់ៗស្អាតស្អាតនឹងគេប៉ុណ្ណោះឯងសូមលោកអ្នកដែលមិនយល់ពីធម៌ខនេះមេត្តាពិនិត្យពិចារណាមើលឲ្យបានជាក់ច្បាស់តាមដែលព្រះពុទ្ធជាម្ចាស់ប្រដៅឲ្យចេះសណ្ដោសក៏ដូចជាព្រះអង្គប្រដៅឲ្យមនុស្សទូទាំងពិភពលោកបែរមុខរកគ្នាញញឹមដាក់គ្នានោះឯងពីព្រោះមនុស្សយើងនេះបើពេញចិត្តក៏ញញឹមបើមិនពេញចិត្តក៏ចងចិញ្ចើមធ្វើមុខក្រមើដាក់គ្នាហើយយ៉ាងនេះតើនៅតែដាក់ផ្លែផ្កាឲ្យព្រះមិនកើតទៀតឬប្រិយមិត្តអ្នកស្ដាប់ជាទីគោរពវិធីអប់រំចិនកាលបើលោកបានទទួលវត្ថុអ្វីក៏ដោយចូលនឹកភ្លាមថាល្អឬក៏ល្អហើយឬក៏ថាល្អដែរឲ្យនឹកដូចនេះសិនក្នុងពេលដែលបានទទួលរបស់ចំណែករឿងដែលនឹកសម្រេចថាវត្ថុនោះល្អឬក៏មិនល្អពិតប្រាកដនោះទុកមួយអន្លើសិនកាលបើបានផ្ដាំល្អទុកយ៉ាងនេះមុនចិត្តរបស់យើងក៏ប៉ះទង្គិចទៅនឹងសេចក្តីទុកយ៉ាងតិចតួចស្ដួយស្ដាងដោយតែខ្លួនយើងទៅប៉ះទង្គិចនឹងរបស់ជ្រីរបស់ទុនក៏គង់តែមិនសូវឈឺចាប់ប៉ុន្មានទេការទទួលអារម្មណ៍ដោយវិធីឲ្យការសេចក្តីតូចចិត្តខូចថ្លើមនៅក្នុងពេលភ្លាមនោះនាងខ្ញុំយល់ឃើញថាមិនកើតជាប្រយោជន៍ល្អអ្វីទេវាដូចជាលោះប្រលឹងតាំងពីដំបូងដែលជប់មុខគេទៅហើយក៏មានសង្ឃឹមត្រូវតែចាញ់គេយ៉ាងពិតប្រាកដមនុស្សដែលត្រូវសេចក្តីទុកទោមនស្សគ្រប់សង្កត់ជិះចិននោះទោះបីជាហេតុការណ៍នឹងកន្លងទៅហើយជាច្រើនឆ្នាំដូចជាកូនស្លាប់ទៅ10ឆ្នាំទៅហើយទោះបីនឹងបានស្ដាប់ធម៌ទេសនាប៉ុន្មានដងទុកនោះក៏មិនរលត់ព្រោះមកពីការលោះប្រលឹងយ៉ាងខ្លាំងគឺមុនដំបូងគេបានចំណឹងអារម្មណ៍ខូចទៅជាដើមហេតុធ្វើឲ្យកម្លាំងចិត្តខូចទៅហើយក៏រើមិនរួចប្រិយមិត្តអ្នកស្ដាប់ជាទីគោរពពុទ្ធវិធីរំដោះទុក្ខអបបាយរំលត់ទុក្ខពិតជាអាចជួយដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃបាន